កូនប្រពៃរដ្ឋមន្ត្រីក្រសួងសុខាភិបាលតាំងបង្ហាញស្នាដៃសិល្បៈដែលប្រើពេល2ឆ្នាំនៅសាលា ISPP វ៉ាវចំណេញកំ KK The Resident 598ប្រកបអាជីវកម្មស្នាក់នៅជួលក្នុងពេលតែមួយ 3 in 1 រីករាយនឹងការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់រហូតដល់ 10% និងលក្ខខណ្ឌបង់ប្រាក់មានច្រើនជម្រើសសូមទំនាក់ទំនងឥឡូវនេះសម្រាប់ព័ត៌មានបន្ថែម កូនប្រពៃរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាយដាមឈៀងរ៉ាគឺយុវជនឈៀងសវណ្ណមុនីរតដែលជាសិស្សត្រៀមបញ្ចប់ថ្នាក់ទី 12 របស់សាលាអន្តរជាតិភ្នំពេញបានដាក់តាំងបង្ហាញស្នាដៃសិល្បៈយ៉ាងល្អអស្ចារ្យនៅក្នុងសាលនៃសាលា ISPP ការតាំងពិព័រណ៍ស្នាដៃថ្នាក់សិល្បៈរបស់កូនប្រពៃរដ្ឋមន្ត្រីក្រសួងសុខាភិបាលគឺយុវជនឈៀងសវណ្ណមុនីរតក៏មានការចូលរួមពីក្រុមគ្រួសារដើម្បីជាកម្លាំងចិត្តដែរនៅក្នុងនោះអុកញ៉ាឈៀងសវណ្ណរតនៈនិងវរៈសេនីយ៍ឯកឈៀងសវណ្ណរតនៈជាបងប្រុស អុកញ៉ាឈៀងសវណ្ណរតនៈបានទៅលើកទឹកចិត្តនិងទស្សនាស្នាដៃសិល្បៈរបស់ប្អូនប្រពៅព្រមទាំងពោលសរសើរពីទេពកោសល្យនៃយុវជនជំនាន់ក្រោយរូបនេះដែលពោពេញទៅដោយគំនិតច្នៃប្រឌិតស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុន RTNK Group អុកញ៉ាឈៀងសវណ្ណរតនៈបានបញ្ជាក់ឲ្យដឹងថាស្នាដៃសិល្បៈប្រើពេលដល់ទៅ2ឆ្នាំនៅក្នុងការធ្វើរបស់របរទាំងអស់នេះទើបអាចបញ្ចប់ការតាំងបង្ហាញស្នាដៃសិល្បៈនេះគ្រាន់តែជាវិញ្ញាសាមួយក្នុងចំណោមវិញ្ញាសាផ្សេងៗច្រើនទៀតដែលសិស្សថ្នាក់ទី 12 ធ្វើដើម្បីបញ្ចប់ឆ្នាំសិក្សា